ឲ្យស្វាមីថតជាមួយស្រីផ្សេងលោកជំទាវត្រីដាណាបែរជាត្រូវគេខមមិនប្រាប់ថាកុំសូវយកសាច់មកដាក់ក្បែរមាត់ខ្លាប្រយ័ត្នទៅល្អជាងទ្រាំមិនបានស្រាប់តែលោកជំទាវត្រីដាណាប្រលះទៅវិញចុកបាច់នេះវីដេអូដែលលោករស់រាជសាលស្វាមីលោកជំទាវត្រីដាណាថតគៀកកាយស្និទ្ធស្នាលប្រមូលផលិតផលជាមួយនារីផ្សេងត្រូវបានបរិបម្នាក់ចូលទៅខមមិនថាកុំសូវយកសាច់មកដាក់ក្បែរមាត់ខ្លាប្រយ័ត្នទៅល្អជាងការលើកឡើងរបស់បុរសខាងលើធ្វើឲ្យលោកជំទាវត្រីដាណាឃើញហើយត្រំមិនបានស្រាប់តែលោកជំទាវឆ្លើយតបទៅវិញនៅពាក្យសម្ដីដ៏សែនមានន័យបែបនេះថាសូមឆ្លើយខមមិនបងមួយបងថាកុំយកសាច់ទៅដាក់នៅក្បែរមាត់ខ្លាប្រយ័ត្នទៅល្អជាងចាបងខ្ញុំសូមអរគុណនៅក្នុងការខមមិនផាន់បងដោយសារការខមមិនផាន់បងគឺពិតជាត្រឹមត្រូវហើយខ្ញុំក៏ធ្លាប់ជួបកន្លងមកដែរអញ្ចឹងខ្ញុំក៏ធ្លាប់ជួបមនុស្សល្អហើយក៏មនុស្សអាក្រក់ហើយក៏មនុស្សខូចអញ្ចឹងខ្ញុំក៏យល់ច្បាស់ហើយអ្វីដែលខ្ញុំធ្វើនេះក៏ខ្ញុំបានយល់ច្បាស់ហើយខ្ញុំក៏ដឹងថាថ្ងៃក្រោយវានឹងទទួលបានលទ្ធផលអីត្រឡប់មកវិញប៉ុន្តែបងត្រូវដឹងថាមនុស្សយើងគឺមានមនុស្សល្អហើយនិងមនុស្សអាក្រក់មនុស្សដែលគេត្រឹមត្រូវហើយនិងអ្នកដែលមិនត្រឹមត្រូវបើមនុស្សគេប្រុងក្បត់បងទោះជាខ្ញុំអត់ថតអញ្ចឹងក៏គេអាចក្បត់បានដែរហើយខ្ញុំក៏ធ្លាប់ជួបដែរមនុស្សដែលគេក្បត់កន្លងមកបងដែរឃើញខ្ញុំទៅថតជាមួយនឹងអ្នកលៀបលេឬមួយក៏អតិថិជនមួយណែហើយដែរយកប្តីខ្ញុំទៅថតជាមួយអញ្ចឹងអត់កន្លងមកខ្ញុំនិយាយពីខ្ញុំធ្លាប់មានគ្រូសាមុនកុំថាឡើយបងអើយដល់ថ្នាក់មកថតអញ្ចឹងចាបើចាំថតផងតែខ្ញុំជួបគេបានម្ដងហ្នឹងក៏អ្នកដែលខ្ញុំធ្លាប់ជួបកន្លងមកហ្នឹងក៏តាក់ទងគ្នាបានដែរបងហើយនិយាយឲ្យចំហ្មងទៅកន្លងមកគឺខ្ញុំធ្លាប់មានបទពិសោធន៍ខ្លាំងមែនតើចាហើយបើចំពោះបងសាលគឺខ្ញុំទុកចិត្តគាត់ដោយសារអីគេគឺខ្ញុំពិសោធន៍គាត់មកមួយឆ្នាំជាងហើយបងចាហើយបើសិនជាថ្ងៃក្រោយទៅមានបញ្ហាអស់នឹងកើតឡើងក៏បងប្អូនអរគ្នាជួយធ្វើសាកសីទាំងអស់គ្នាដឹងហើយហើយខ្ញុំចង់ជម្រាបថាកន្លងមកការជួយចាត់ផងខ្ញុំកន្លងមកបងប្អូនហើយចាបងប្អូនត្រូវដឹងថាយើងណាអ្នកខ្លះគឺគិតថាយកប្តីអត់ស្អាតយកប្តីចាស់ជាងយកប្តីអត់ស្អាតអីអញ្ចឹងទៅគាត់ស្រឡាញ់យើងច្រើនអត់ទេបងប្អូនអរគ្នាការគិតបែបហ្នឹងគឺខុសព្រោះខ្ញុំធ្លាប់ឆ្លងកាត់មកហើយអ្នកខ្លះអត់ស្អាតហើយគំនិតអាក្រក់ហើយចិត្តអាក្រក់ទៀតហើយធ្វើបាបយើងទៀតហើយឃើញស្រ័យអត់បានទេកុំថាឡើយដល់ខ្ញុំត្រូវយកមកថតអញ្ចឹងណាបងប្អូនខ្ញុំនិយាយប្រាប់បងប្អូនត្រង់ហ្មងអ្នកដែលប្រុងខូចចាកុំថាឡើយដល់យករបស់សែនមកដល់មាត់អញ្ចឹងចាមិនបាច់ចាំរបស់សែនទេគ្រាន់តែឃើញនៅតាមផ្លូវនឹងហក់ទៅបាត់ហើយនឹងខ្ញុំធ្លាប់និយាយពីបទពិសោធន៍ខ្ញុំធ្លាប់ឆ្លងកាត់មកអត់មានណាជួយចាប់ដល់ខ្ញុំទេបងប៉ុន្តែឥឡូវនេះគឺខ្ញុំលះបង់អស់ហ្នឹងខ្ញុំគិតថាបើសិនជាគេប្រងក្បត់ណាមិនបាច់ចាំដល់ថ្នាក់ថតអញ្ចឹងទេបងថ្ងៃណាក៏គេអាចក្បត់យើងបានដែរកន្លែងណាក៏គេអាចក្បត់យើងបានដែរអញ្ចឹងខ្ញុំកាត់ចិត្តហើយខ្ញុំគិតថាពួកខ្ញុំបែងចែកគ្នារកស៊ីឬមួយក៏ខ្ញុំត្រូវរកស៊ីទៅមុខជាមួយគ្នាអញ្ចឹងអ្វីដែលសំខាន់គឺការជឿជាក់និងទុកចិត្តគ្នាហើយមួយវិញទៀតបងចាបើសិនជាយើងនៅគិតតែរឿងក្បត់រឿងផាត់ក្បត់រឿងអីអញ្ចឹងទៅមុខអត់កើតទេហើយក៏ខ្ញុំបានជឿជាក់ទៅលើប្តីខ្ញុំដែរហើយកន្លងមកនេះគឺគាត់ធ្វើបានល្អចំពោះខ្ញុំដូច្នេះខ្ញុំអត់បានខ្វាយខ្វល់ហើយក៏ខ្ញុំអត់បានគិតដល់ថាត្រូវគាត់ថ្ងៃក្រោយក្បត់ខ្ញុំឬមួយក៏មិនក្បត់ដែរអញ្ចឹងខ្ញុំគិតតែម្យ៉ាងគាត់គឺគាត់ស្មោះត្រង់ជាមួយខ្ញុំពួតដៃនិងចាប់ដៃគ្នារកស៊ីទៅមុខ